ត្រីបានរតែបាញ់ចំក្បាលស្លាប់ភ្លាមនៅក្នុងរោងចាំស្រែបរិម្នាក់តែងតែយកគោទៅចងនៅឯស្រែនិងមើលស្រូវដាក់ទឹកស្រែមកហូបបាយនៅផ្ទះរួចក៏ត្រឡប់ទៅកាន់រោងចាំស្រែវិញប្រពន្ធនិងកូនស្រែកហៅមកតបទៅសោះឃើញដេកស្ដោកស្ដឹងនៅលើដីលុះមកមើលឲ្យចិត្តទើបដឹងថាប្តីបានស្លាប់ទៅហើយក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមកពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ទើបដឹងថាសពត្រីបានស្លាប់ដោយសាររន្ទះបាញ់ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 7:30 នាទីយប់ថ្ងៃទី 23 ខែកក្កដាឆ្នាំ 2026 ចំណុចអូទៅតឹងថ្ងៃក្នុងរោងចាំស្រែក្នុងភូមិព្រែកដុនហែមក្រុងរែកសាត់ខេត្តកណ្ដាលសមត្ថកិច្ចបានដឹងថាសពជនរងគ្រោះឈ្មោះស៊ិនសឿនភេទប្រុសអាយុ70ឆ្នាំបើតាមរបាយការណ៍របស់សមត្ថកិច្ចបានដឹងថាតាមការបំភ្លឺពីប្រព័ន្ធរបស់ជនរងគ្រោះបានដឹងថារាល់ថ្ងៃប្តីរបស់គាត់តែងតែទៅចងគោនៅឯវាលស្រែនៅចំណុចដីស្រែអូទៅទាំងថ្ងៃមើលស្រូវនិងដាក់ទឹកស្រែលោកដល់ថ្ងៃកាត់ហេតុជនរងគ្រោះបានដើរចេញពីស្រែមកហូបបាយថ្ងៃត្រង់ដែលស្ថិតនៅក្នុងភូមិព្រែកដងហែមសង្កាត់ព្រែកអំពិលរួចក៏ដើរត្រឡប់ចូលទៅកាន់ស្រែវិញស្រាប់ពេលនោះមេកំពុងតែភ្លៀងរលឹមមួយសន្ទុះក្រោយមកឈ្មោះហ៊ុនម៉ៅភេទប្រុសអាយុ60ឆ្នាំបានប្រាប់ក្រុមគ្រួសារថាជនរងគ្រោះដេកនៅក្នុងរោងផ្ទាល់ដីខ្លួនស្រែកហៅមិនលឺសោះមិនដឹងមានរឿងអ្វីកើតឡើងនោះទេឃើញស្ដុកស្ដឹងតែម្នាក់ឯងប្រពន្ធនៃកូនរបស់ជនរងគ្រោះក៏ប្រញាប់មកមើលប្តីមកដល់ឃើញប្តីដេកតលនៅលើដីក្នុងរោងតែម្នាក់ឯងកូនរបស់ជនរងគ្រោះអាយុ34ឆ្នាំដែលមានមុខរបរជាអ្នករត់កង់3ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចប៉ោះព្រែកអំពិលផ្ទាល់ក្រោយកាត់ហេតុសមត្ថកិច្ចជំនាញបានចោះទៅធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់បានបញ្ជាក់ថាសពមានសភាពទន់មានស្នាមឆេះខ្លោចរួយនិងស្នាមដាច់រលាត់3ក្បាលផ្នែកខាងឆ្វេងហូរឈាមតាមត្រចៀកខាងឆ្វេងដេកស្លាប់នៅក្នុងរោងចាំស្រូវដោយដេកផ្ទាល់ដីស្លៀកខោខ្លីពណ៌ខ្មៅមានខ្សែចុងចង្កេះពណ៌ខ្មៅពាក់អាវសាច់ក្រណាត់ពណ៌ខ្មៅដៃវែងដូច្នេះតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសាររបួសក្បាលធ្ងន់ធ្ងរដែលអាចបណ្ដាលមកពីរន្ទះបាញ់និងប្រកល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបន្តតាមប្រពៃណី